ឈ្មោះងើប៊ុនសេងមកពីក្រុម SU6 ហើយ project team របស់ខ្ញុំគឺក្រុម05 underscore SU6 ដែលមានសមាជិកដូចជាហត្ថរដ្ឋខ្ញុំងើប៊ុនសេង ខេមរីមនីរិកបុត្រសម័យធីមានហើយនិងម៉េងសេរីវឌ្ឍនៈអញ្ចឹងនេះគឺជាអីដែលត្រូវធ្វើក្នុងវីដេអូនេះមានដូចជា create project Laravel ហើយ config database ហើយ create MVC link route view ហើយ push source code របស់យើងហ្នឹងទៅក្នុង GitHub ហើយនឹង clone project ហ្នឹងមកវិញតោះអញ្ចឹងទី1គឺ create Laravel project ខ្ញុំចូលទៅ SAM ហើយចូលលើ directory របស់ AT-doc ខ្ញុំ command Laravel new ហើយនឹងឈ្មោះ project របស់យើងក្រុម05 underscore SU6 កន្លែងនេះខ្ញុំយក no starter kit ហើយខ្ញុំយក PHP unit កន្លែងនេះខ្ញុំយក MySQL database ហើយខ្ញុំយក yes កន្លែងនេះវានឹងបង្កើត database ហើយនឹង connect database មួយ project យើងឲ្យយើងពេលដែលយើងជ្រើសរើសពាក្យថា yes អញ្ចឹងយក yes ទៀតហើយវានឹងចេញ3 command នេះដើម្បីយើង run test ថា project យើងជោគជ័យអត់អញ្ចឹងខ្ញុំ cd ទៅក្នុង project របស់យើងហើយខ្ញុំ install npm កន្លែងនេះវាត្រូវការពេលវាអាស្រ័យលើ internet របស់យើងក្នុងការ download តទៅពី download ចប់យើងនឹង run command នេះដើម្បីមើល project យើងអញ្ចឹងខ្ញុំដាក់មក composer run dev នេះយើង copy URL នេះមកយកទៅ pass នៅក្នុង web របស់យើងអញ្ចឹងនៅពេលវាចេញបែបនេះមានន័យថាយើង create project ហ្នឹង success ហើយទី2គឺ configuration database តោះអញ្ចឹងខ្ញុំបើក project យើងនៅក្នុង VS Code ការ config អីដែលយើងត្រូវមើលមុនគេគឺ .env file នេះហើយយើងចូលមក MySQL នេះអញ្ចឹងខ្ញុំមើលទៅវាឃើញថាត្រូវអស់ហើយឈ្មោះ database នេះវាgenerate ទៅតាមឈ្មោះ project របស់យើងហើយ port របស់ខ្ញុំក៏ត្រឹមត្រូវអត់ដែរ user ក៏ត្រឹមត្រូវអញ្ចឹងខ្ញុំចូលទៅមើលមួយទៀតគឺនៅក្នុង database.php ហើយខ្ញុំរកពាក្យ MySQL ដែរทีนี้អញ្ចឹងយើងដូរមកដាក់ដាក់ដូចនៅក្នុង env file ក្រប05 underscore su6 អញ្ចឹងមានតែប៉ុណ្្នឹងទេហើយខ្ញុំសាកមើលសិន php artisan migrate dot starter ចឹងដោយសារតែនៅពេលដែលខ្ញុំបង្កើត project នៅលើ Mac របស់ខ្ញុំវាតាក់ទងនឹង database ហើយនឹងការ connection អីហ្នឹងវា config ឲ្យយើងហើយអញ្ចឹងយើងគ្រាន់កែកន្លែងមិញបន្តិចហ្នឹងកន្លែងdatabase ហ្នឹងហើយវា migrate ឲ្យយើងស្រាច់ទៀតអញ្ចឹងហើយបានជាយើងឃើញក្នុងនេះវា run ទាំងអស់បើសិនជានៅមានកន្លែងដែលវាអត់ទាន់ដើរវានឹងចេញពាក្យថា pending ហើយអញ្ចឹងវាចេញបែបនេះយើងអត់ចាំបាច់migrate វាទេតែវាមានពាក្យ pending យើង run command php artisan migrate អញ្ចឹងវានឹង run ទាំងអស់វិញអញ្ចឹងខ្ញុំចូលទៅមើល database របស់ខ្ញុំយើងប្រើ command mysql.u root.p ហើយខ្ញុំដាក់ password ប៉ុន្តែសារ user root វាមិនមាន password ទេអញ្ចឹងយើង enter ហ្មងទៅហើយខ្ញុំ show database wait so database ខ្ញុំសរសេរខុស
so database BASES so database នេះចឹង database របស់យើងមានហើយមកខ្ញុំ so table ដំបូងយើង use group 05 underscore su ហើយខ្ញុំ so table ចឹងចេញមកប៉ុណ្ណឹងមានន័យថា database របស់យើងក៏មានហើយយើង complete លេខ2យើងចូលដល់លេខ3គឺ create MVC តោះ MVC របស់យើងមាន employee controller model របស់យើងគឺ employee ហើយនឹង view តោះចឹងចាប់ផ្ដើមខ្ញុំ control set សិនមកខ្ញុំ clear មួយសិនចឹងដើម្បីបង្កើត controller យើងចូលមកមើលសិននេះ controller របស់ខ្ញុំគឺមានតែ controller.php មួយទេចឹងខ្ញុំចង់បង្កើត employee controller php artisan make 2 controller ហើយនឹងឈ្មោះ controller employee controller ចឹងនេះវា create success វានឹងចេញនៅនេះហើយមួយទៀត model ស្តៀងទៅនឹងការបង្កើត controller ដែរទេគ្រាន់តែយើងដូរពី make controller មក make model វិញ make model ហើយខ្ញុំដាក់ឈ្មោះ model ចឹងពេលដែលវាបង្កើត success វានឹងចេញនៅនេះដែរតោះចឹងមួយទៀតយើងទៅបង្កើត view ក៏ដូចគ្នាដែរយើងដូរពីពាក្យ model មកពាក្យ view វិញមកហើយដាក់ឈ្មោះ view យើងត្រូវចាប់ដាក់អក្សរទូចអត់ដូច model ហើយនឹង controller ទេចឹងយើងដាក់ប៉ុណ្ណឹងមកខ្ញុំឈប់view វានៅក្នុង resource នេះ view ចឹងខ្ញុំ enter មកពេល enter មកវាចេញមកហើយនេះហើយដើម្បី test វាខ្ញុំខ្ញុំនឹង copy code ខ្លះទៅដាក់ចូលនៅក្នុង view ហ្នឹងចឹងបន្ទាប់ពីនៅក្នុង view របស់យើងមាន code ហើយខ្ញុំទៅ link route យើងចូលក្នុង route មកនេះខ្ញុំដូរកន្លែងនេះទៅជាឈ្មោះ view របស់យើងហ្នឹងគឺ employee ហើយខ្ញុំ run project មើលPHP artisan soft ខ្ញុំបើកមកនេះចឹងមានថាយើង link ជោគជ័យដែរហើយអាកន្លែង employee ហើយ button អីនេះអានេះគឺជា code នៅក្នុង view របស់យើងទេយើងចង់បានមកយើងសរសេរ code បែបចឹងមកវាចេញមកបន្ទាប់ពី link ហើយយើងចូលដល់ទី4គឺ post code ទៅក្នុង GitHub ចឹងនេះគឺជា GitHub របស់ខ្ញុំហើយខ្ញុំបង្កើត repo ថ្មីមួយខ្ញុំដាក់ឈ្មោះដូចទៅនឹង project របស់យើងដែរហើយខ្ញុំដាក់វា private ដោយសារខ្ញុំអត់ចង់ឲ្យគេឃើញទេខ្ញុំ create នៅក្នុងការ post project ទៅក្នុង repo យើងគ្រាន់តែ copy command វាមកហើយយើងចូលមកក្នុង project របស់យើងខ្ញុំ pass command ហ្នឹងចូលហើយកន្លែងនេះខ្ញុំដូរវាទៅជា dot វិញមានន័យថាយើង post ទាំងអស់ចូលខ្ញុំ enter ចឹងចេញបែបនេះវាមានន័យថា complete code របស់យើងគឺ post ចូលទៅក្នុង project មែនតោះចឹងយើង refresh មួយមកវាចេញមកនេះចឹងកិច្ចការទី4របស់យើងក៏ជោគជ័យដូចគ្នា post source code Laravel to GitHub ហ្នឹងចូលដល់ទី5គឺ clone project យើងគ្រាន់តែ copy នេះ copy link នេះមក copy link របស់ repo ហ្នឹងហើយឥឡូវខ្ញុំបិទអានេះចោលហ្មងទៅហើយខ្ញុំលុបអា project នេះចោល
ខ្ញុំឈរលើ directory របស់ AT.dar ក្នុងការ clone project យើងដាក់មក git clone ហើយនឹង link របស់ repo ដែលយើង copy មិញណាផាសវាចូលហើយ enter មកចឹងចេញបែបនេះហើយយើង copy វាបានហើយនេះវាមកវិញហើយខ្ញុំ cd គ្រប់ហើយខ្ញុំបើកវាវិញមក code នេះចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេតាក់ទងនឹងការបង្កើត project Laravel configuration database create MVC ហើយ postcode ហើយនឹង clone project មកវិញចឹងជម្រាបលាលោកគ្រូ